អ្នកដែលពូកែជេឬមួយក៏ញុះញង់ផ្ដេសផ្ដាសប្រយ័ត្នខ្លួនបន្តិចព្រោះការពីព្រឹកមិញសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានបញ្ជាក់ច្បាស់ថាអ្នកលេងបណ្ដាញសង្គម Facebook កុំរពឹសដៃចូលទៅ comment ផ្ដេសផ្ដាសឲ្យសោះមិនថាជាព្រះសង្ឃឬមួយក៏ប្រសក់នោះទេសម្ដេចបញ្ជាក់ថាបើនៅក្រៅប្រទេសរួចខ្លួនតែបើនៅក្នុងប្រទេសមិនរួចខ្លួននោះទេហើយនេះមិនមែនជាការផ្ដាច់ការនោះទេតែអ្នកខ្លះចូលទៅបញ្ចេញមតិដោយការជេរប្រមាថបំបាក់ទឹកចិត្តកងទ័ពញុះញង់ហើយអំពើខ្លះទៀតជាអំពើក្បត់ជាតិតែម្ដងសម្ដេចបានសង្កត់ធ្ងន់ថាតាក់ទងនឹងការចូលទៅបញ្ចេញមតិឬមួយក៏ comment នេះគឺត្រូវបានស្រាវជ្រាវគ្រប់ page ទាំងអស់មិនមែនតែ page របស់សម្ដេចតែមួយនោះទេអញ្ចឹងអ្នកដែលពូកែជេរខ្ញុំអីប្រយ័ត្នខ្លួនណាហើយសម្ដេចខ្ញុំក៏គេជេរច្រើនដែរសម្ដេចខ្ញុំឡើងស្ពឹកមុខហើយស្ពឹកមុខឲ្យខ្ញុំបាទអញ្ចឹងអ្នកដែលប្រកែកជេរខ្ញុំពីមុនណាប្រយ័ត្នខ្លួនណាខ្ញុំអត់ដឹងទេណាព្រោះសម្ដេចគឺលោកបានប្រកាសការពីព្រឹកថ្ងៃទី17ខែ11ហ្នឹងបាទសម្ដេចបានប្រកាសហើយថានឹងស្រាវជ្រាវគ្រប់ពេកទាំងអស់មិនមែនតែពេករបស់សម្ដេចទេណាអញ្ចឹងអ្នកដែលប្រកែកជេរខ្ញុំផ្អាកមួយរយៈទៅផ្អាករហូតគឺល្អប្រយ័ត្នណាព្រោះមតិយោបល់ comment មួយចំនួនមិនត្រឹមតែជេរទេគឺគាត់ប្រមាថដល់ខ្ញុំហើយcomment ខ្លះគឺថែមទាំងដូចជាសម្ដេចនិយាយទៅគឺក្បត់ជាតិតែម្ដងមិនអ្នកខ្លះគឺមិនត្រឹមតែ page ទេ comment ដល់ TikTok អូ TikTok ខ្ញុំក៏ច្រើនដែរអ្នក comment ណាថាខ្ញុំត្រូវពើត្រូវអីណាណៃអូច្រើនណាស់ហើយជេរខ្ញុំក៏ច្រើនដែរស្ពឹកមុខហើយខ្ញុំទៅខ្ញុំស្ពឹកមុខតែម្ដងហើយទង្វើខ្លះជាទង្វើក្បត់ជាតិខ្ញុំមើលទៅដូចសម្ដេចនិយាយអញ្ចឹងខ្ញុំស្នើសុំសម្ដេចមានក្រុមការងារជួយ check page ខ្ញុំផងហើយនឹង TikTok ខ្ញុំផងព្រោះខ្ញុំស្ពឹកមុខហើយប្រហែលខែមុននេះគឺជេរច្រើនណាស់ម្ដេចអើយចឹងអ្នកដែលប្រកែកជេរខ្ញុំផ្អាកណាប្រយ័ត្នកាហ្វេគ្រាប់ធម្មជាតិ 100% មិនប្រើសារជាតិក្លិនឬពណ៌សម្បត្តិនិមិត្តតែធម្មជាតិនាំចូលពីប្រទេសចិនតៃវ៉ាន់និងវៀតណាមតាក់ទងទិញតាមរយៈ Page រ៉ាគីមហុងហាងតែធម្មជាតិឬតាមរយៈលេខទូរស័ព្ទទាំងពីរខ្សែនេះ